លោក John Obi Mikel ដែលបច្ចុប្បន្នជាបណ្ឌិតបាល់ទាត់និងជាបេក្ខជនប្រធានសហព័ន្ធកីឡាបាល់ទាត់នីហ្សេរីយ៉ាបានផ្ដល់ដំបូន្មានខ្លះៗដល់យុវជនជំនាន់ក្រោយដែលមានដើមកំណើតកើតជានៅទ្វីបអាហ្វ្រិកឲ្យយកទៅពិចារណាអតីតខ្សែបម្រើការពារក្លឹប Chelsea ម្នាក់នេះបាននិយាយថាខ្ញុំធ្លាប់ជួបយុវជននីហ្សេរីយ៉ានិងអាណាព្យាបាលរបស់ពួកគេដោយផ្ទាល់ហើយខ្ញុំបានប្រាប់ពួកគេនៅចំពោះមុខតែម្ដងថាពួកយើងមានដើមកំណើតកើតជានៅប្រទេសនីហ្សេរីយ៉ាម្ដាយឪពុកជីដូនជីតាយើងសុទ្ធតែមានឈាមជ័រនីហ្សេរីយ៉ាទាំងអស់ហេតុអ្វីពួកយើងមិននាំគ្នាប្រកួតតំណាងឲ្យជាតិខ្លួនឯងលោក Mikel បានសម្ដែងការហួសចិត្តដែលកីឡាករមួយចំនួនសុកចិត្តរងចាំដល់ខ្លួនអាយុ25ឬ26ឆ្នាំដើម្បីទទួលបានការកោះហៅពីក្រុមជម្រើសជាតិនៅអឺរ៉ុបលោកថាមានកីឡាករខ្លះរងចាំលេងឲ្យជម្រើសជាតិអង់គ្លេសឬបារាំងរហូតដល់អាយុជាង20ឯណោះប៉ុន្តែពេលពួកគេរងចាំយូរហើយនៅតែមិនត្រូវបានគេកោះហៅទៀតទើបពួកគេសម្រេចចិត្តបដូរមកលេងឲ្យជម្រើសជាតិនីហ្សេរីយ៉ាឬកាមេរូនវិញចុងក្រោយអាហ្វ្រិកក្លាយជាជម្រើសទី2របស់ពួកគេដដែលលោក John Obi Mikel បានបន្តទៀតថាអាហ្វ្រិកគឺជាទឹកដីដ៏ពោពេញទៅដោយមោទនភាពពួកយើងមិនគួរបន្ទាបតម្លៃខ្លួនឯងបែបនោះទេពួកយើងមិនអាចធ្វើជាជម្រើសទី2រហូតទេកីឡាករចំនួនក្រោយគួរតែមានមោទនភាពដែលមានឈាមជ័រជាអាហ្វ្រិកហើយស្ម័គ្រចិត្តប្រកួតតំណាងឲ្យជាតិរបស់ខ្លួនខ្ញុំចង់ណែនាំឲ្យកីឡាករអាហ្វ្រិកទាំងអស់ជ្រើសយកជម្រើសជាតិរបស់ខ្លួនចាប់ពីពេលនេះតទៅហើយបើសម្រេចចិត្តហើយត្រូវតែប្រកាន់វាឲ្យបានខ្ជាប់ខ្ជួនផងដែរបើថាសម្រាប់ជ្រើសយកជម្រើសជាតិអង់គ្លេសហើយនៅរងចាំឲ្យគេកោះហៅនឹងទៅមិនបាច់បដូរចិត្តមកលេងឲ្យប្រទេសកំណើតរបស់ខ្លួនវិញទេតែបើថាដាក់ចិត្តលេងតំណាងជាតិរបស់ខ្លួនឯងហើយត្រូវតែលះបង់គំនិតលេងតំណាងឲ្យជាតិគេចោលពីឥឡូវទៅអ្វីដែលលោក Mikel លើកឡើងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនអាហ្វ្រិកដូចគ្នាខណៈជាច្រើនឆ្នាំមកនេះគេឃើញសន្ទុះកីឡាករដើមកំណើតអាហ្វ្រិកបដូរសញ្ជាតិទៅលេងឲ្យប្រទេសនៅអឺរ៉ុបដូចជាបារាំងអង់គ្លេសបែលហ្សិកនិងបណ្ដាប្រទេសមួយចំនួនទៀតនៅទ្វីបអឺរ៉ុបកាន់តែកើនឡើងច្រើនធ្វើឲ្យប៉ះពាល់ដល់អនាគតបាល់ទាត់អាហ្វ្រិកក្នុងការប្រកួតប្រជែងកម្រិតពិភពលោកដូចជា FIFA World Cup ជាដើម